នៅថ្ងៃទី3ខែមិថុនាឆ្នាំ2025ក្រោមការដឹកនាំដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ឧត្តមសេនីយ៍ត្រីជួនសុភ័ក្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានបន្តចាត់តាំងកងវរសេនាតូចលេខ337និងផ្នែកសឹករងមណ្ឌលសីមានិងគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់បានបង្កើនការយកចិត្តទុកដាក់បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តនគរបាលចេញយាមល្បាតត្រួតពិនិត្យបង្គោលសីមានិងបណ្ដាចំណុចគោលដៅផ្សេងទៀតដែលបានកំណត់ទុកដើម្បីតាមដាននិងក្តាប់ឲ្យជាប់នៅរាល់សភាពការប្រែប្រួលតាមព្រំដែនព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងដែលអាចកើតមានឡើងក្នុងនោះដែរឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានដាក់ចេញនៅបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាពត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងព្រំដែនជាព្រំដែនសន្តិភាពនិងមិត្តភាព